ពុកម៉ែបងប្អូនអើយផ្ទះដៃ3ដងពុកម៉ែបងប្អូនផ្ទះដៃអស់ចិត្តពុកម៉ែបងប្អូនបាទឲ្យវាសំមុខនេះអាកពូចចៅថៃឥឡូវនេះកម្មតន់ហន់ពុកម៉ែបងប្អូនឆេះនៅកណ្ដាលទីក្រុងបាងកកតែម្ដងបាទពុកម៉ែបងប្អូនអញ្ចឹងនៅពេលមុននេះបណ្ដាញសារព័ត៌មានខៅសតរបស់ថៃបានធ្វើការចុះផ្សាយព័ត៌មានក្តៅកគុកមួយបាទតាក់ទងទៅនឹងអាគារភ័យបានឆាបឆេះអាគារអាផាតមិនមួយកន្លែងនៅជាប់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងតំបន់ហួយខ្វាងនៃទឹកដីទីក្រុងបាងកករាជធានីរបស់ថៃមន្ត្រីបានប្រញាប់ប្រញាល់ពន្លត់អាគារភ័យយ៉ាងដុតដៃដុតជើងជាទីបំផុតនិងជួយសង្គ្រោះមនុស្សដែលជាប់នៅខាងក្នុងចាយពេលប្រមាណជាង2ម៉ោងពុកម៉ែបងប្អូនបាទចាយពេលប្រមាណជាង2ម៉ោងបានអាចពន្លត់អាគារភ័យនឹងបានដែលឆេះអាផាតមិននៅកណ្ដាលទីក្រុងបាងកកតែម្ដងអញ្ចឹងតាក់ទងទៅនឹងរឿងរ៉ាវប្រទេសថៃនេះវាចង្រៃប្រទេសណាក៏ឆេះដែរក៏ប៉ុន្តែអានេះវាចង្រៃយ៉ាងម៉េចឥឡូវនេះទីក្រុងបាងកកប្រកាសអាសន្នណាទឹកទន្លេចៅប្រកាសឡើងមកលើសពីកម្រិតនៃការប្រកាសអាសន្ន 0.30 ម៉ែត្រពុកម៉ែបងប្អូនមានន័យថាកម្រិតប្រកាសអាសន្ន1ម៉ែត្រឧទាហរណ៍ណាតែនេះវាឡើងដល់1ម៉ែត្រ3ទៅហើយអានោះមួយអាគ្រោះបាក់ដីនោះផ្សេងទៅអាបើកកប៉ាល់ដឹកតំណែងទៅបុកគ្នាជាមួយនឹងកប៉ាល់ដឹកភ្ញៀវទេសចរនៅកណ្ដាលសមុទ្ររបស់ថៃនោះទៀតអានេះវាចង្រៃណាបណ្ដាញសារព័ត៌មានខៅសតពីអ្នកចុះផ្សាយខ្លួនវាមិនមែនខ្ញុំសុកអង្គុយនិយាយទេតែថៃវាចង្រៃហើយចង់បានដីគេហើយបំផ្លាញគេហើយសម្លាប់គេពិសេសបំផុតអារឿងទីហ៊ានថៃ7នាក់បាទបំពេញផ្លូវភេទក្មេងស្រីអាយុ18ឆ្នាំជនជាតិខ្មែរយើងដែលឆ្លងដែនពីថៃមកខ្មែរនេះឲ្យឯងធ្លាក់នរកទឹករស់ឯងដាក់ទំនាយឯងចឹងឲ្យឯងធ្លាក់នរកពួកអាថោកទៀបពួកអាសត្វថៃពួកឯងចង្រៃអា7នាក់ដែលជាទាហានហ្នឹងឲ្យបថើនេះស្រោបឯងយកទៅអាក្រក់មែនពួកនេះយើងត្រូវចាំណាបាទប្រវត្តិតំបន់ភ្នំខ្មោចគឺជាប្រវត្តិដ៏ឈឺចាប់ដែលដូចឈឺចាប់ដែលថៃវាបានបំពេញខ្មែរយើងធ្វើຕົកបុកម្នេញខ្មែរយើងខ្លាំងណាស់នៅតំបន់ភ្នំខ្មោចហ្នឹងមូលហេតុអីបានគេដាក់តំបន់ភ្នំខ្មោចគឺដោយសារតែពលរដ្ឋខ្មែរច្រើនណាស់បានស្លាប់នៅតំបន់ភ្នំហ្នឹងហើយសួរថាស្លាប់ដោយសារអីអាសត្វថៃវាដឹកប្រជាពលរដ្ឋខ្មែរយើងចេញពីតំបន់ចាជនភៀសសឹកសម័យសង្គ្រាមវាដឹកយកមកចាក់ចោលហ្នឹងសិតតែចំការមីនឲ្យដើរកាត់តំបន់ចំការមីននេះប្រជាពលរដ្ឋខ្មែរយើងប្រមាណដែលរងការធ្វើទុកបុកម្នេញពីអាកពូជថៃហ្នឹងអញ្ចឹងយើងល្មមហើយឈប់គ្រប់គ្រងរាល់តំណែងរបស់ថៃយើងមានសិទ្ធិពហិការទោះបីជានាំតំណែងនាំចូលមកក៏ដោយក៏ប៉ុន្តែយើងមានសិទ្ធិពហិការក្នុងនាមយើងជាប្រជាពលរដ្ឋបើខ្ញុំវិញខ្ញុំធ្វើពហិការមិនប្រើរាល់តំណែងរបស់ថៃតែម្ដងឥឡូវនេះវាឆេះហើយនេះវាឆេះទីក្រុងបាងកកប្រកាសអាសន្នទឹកលិចបាទបើជ្រុលចឹងហើយវាទៅតែម្ដងទៅបាទវាទៅតែម្ដងអញ្ចឹងពុកម៉ែបងប្អូនបានតាក់ទងបានទៅនឹងព័ត៌មានក៏មានតបប៉ុណ្្នឹងដែរបើសិនជាលើកទៅលើលុះត្រូវខុសដល់ប្រការណាមួយនោះក៏សូមខន្តីអភ័យទោសនិងសូមជម្រាបលាបាទ